กองตัวไทยในថ្ងៃទី13ខែតុលាឆ្នាំ2025បានប្រកាសត្រៀមប្រយុទ្ធពេញលេញនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយមេបញ្ជាការភូមិភាគ2របស់ខ្លួនបានបដិញ្ញាថានឹងដណ្ដើមយកប្រាសាទចំនួន2របស់កម្ពុជាឲ្យបានប្រសិនបើចាំបាច់នោះគឺប្រាសាទតាក្របីនិងប្រាសាទខ្នាដែលស្ថិតនៅក្បែរគ្នាលោកវីរយុទ្ធ រកស៊ីលមេតបភូមិភាគ2របស់ថៃត្រូវបានស្រង់សម្ដីដោយកាសែត The Nation ថាកងកម្លាំងក្រោមបង្គាប់របស់លោកនៅខេត្តសុរិន្ទកំពុងត្រៀមពេញ24ម៉ោងក្នុងមួយថ្ងៃនិងមានផែនការគ្រប់ជ្រុងជ្រោយសម្រាប់ចេញប្រតិបត្តិការពេលណាក៏បានលោកថាជំនួយផ្នែកភស្តុភាររួមទាំងស្បៀងអាហារទឹកនិងបណ្ដាញដឹកជញ្ជូនបានរៀបចំរួចជាស្រេចហើយបើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនិងស្ថានភាពផ្លូវលំបាកក៏ដោយជាថ្មីម្ដងទៀតលោកវីរយុទ្ធមិនភ្លេចចោទកម្ពុជាថាញុះញង់តាមព្រំដែនបង្កប់មីននិងបំផ្លាញទ្រព្យសម្បត្តិរបស់ថៃប៉ុន្តែមេតបរូបនេះបែរជាមិននិយាយថាការត្រៀមប្រយុទ្ធរបស់កងកម្លាំងរបស់ខ្លួននៅពេលនេះជាការញុះញង់បំផិតបំភ័យនោះទេលើកពីនេះមេតបដដែលនេះអត់និយាយពីទ័ពថៃដែលកំពុងតែឈូសឆាយឈ្លានពានទឹកដីកម្ពុជានៅភូមិព្រៃច័ន្ទឡើយលោកវីរយុទ្ធបានបញ្ជាក់ថាថៃនឹងទទួលស្គាល់តែផែនទី1លើ50,000ដែលជាផែនទីផ្លូវការរបស់ខ្លួនតែប៉ុណ្ណោះប៉ុន្តែសម្រាប់ប្រទេសកម្ពុជាផែនទី1លើ50,000នេះជាផែនទីដែលថៃគូសតែម្នាក់ឯងហើយដែលកម្ពុជាមិនធ្លាប់ទទួលស្គាល់នោះទេខ្ញុំរស់សុធាពី News Today NTTV គម្រោងចាំក្នុងការធ្វើអ្វីមួយហើយស្ដាយក្រោយនៅពេលដែលបាត់បង់ម៉ាស៊ីនបាញ់ថ្នាំអង្គរ Sprayer គ្រប់គ្រងហានិភ័យទាន់ពេលវេលានិងគ្រប់ស្ថានភាព